នៅថ្ងៃទី16ស្ថិតនៅតាមបណ្ដោយផ្លូវ1986ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញគឺមានករណីបរិសម្នាក់គាត់ឡើងទៅលើប៉ាណូនេះដើម្បីធ្វើកិច្ចការរបស់គាត់នេះក៏ប៉ុន្តែអកុសលគាត់បានឆក់ជាមួយនឹងខ្សែភ្លើងខាងលើនេះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរដែលឃើញថាបងប្អូនប្រជាពលរដ្ឋយើងគាត់បានសហការគ្នាជួយទម្លាក់គាត់ពីខាងលើមកតាមដងសន្ទូចដើម្បីយកគាត់ចុះមកខាងក្រោមនិងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរសូមប្រិយមិត្តតាមដានបន្តពាក់ព័ន្ធទៅនឹងករណីនេះផងដែរបាទប្រជាជនគាត់បានឡើងទៅខាងលើប៉ាណូហ្នឹងដើម្បីធ្វើកិច្ចការងាររបស់គាត់ក៏ប៉ុន្តែគាត់ដួលទៅលើខ្សែបាទខ្សែភ្លើងក៏បណ្ដាលឲ្យឆក់បាទរងរបួសយ៉ាងដំណំតែម្ដងហើយឥឡូវនេះរយន្តស្ទូចកំពុងតែជួយបាទដំឡើងដងស្ទូចដើម្បីតម្លាក់គាត់ចុះមកក្រោមយកគាត់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរបាទឡើងខ្លោចអស់ហើយប្រិមិត្តអើយបាទហើយមកនេះក្រុមការងារយើងបានតំណាក់តំណងទៅកាន់រថយន្តសមុយដែរដើម្បីឲ្យចេញមកទទួលគាត់ដើម្បីយកគាត់ទៅធ្វើការសង្គ្រោះបន្ទាន់ផងដែរពាក់ព័ន្ធទៅនឹងករណីនេះគឺកើតឡើងតាមបណ្ដោយផ្លូវ1986បាទស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញគួយតាំងឲ្យចោបងបាទឥឡូវពួកគាត់កំពុងតែជួយគ្នាដើម្បីតម្លាក់បាទបងប្រុសខាងលើដើម្បីយកគាត់ទៅមន្ទីរពេទ្យផងដែរបាទចាយចោបងចាយចោបងអើយគាត់ខំទប់ខ្លួនឯងដែរនោះអត់មានកម្លាំងផងនោះអស់ហើយជប់យ៉ាដាំដូងគាត់មកបងកាលនេះតើមាន2នាក់ឡើងមួយទៀតចាំផ្លែបងកុំទាន់ទប់ឯងគាត់មានកម្លាំងទប់ឯងតាមពិតទប់កម្លាំងគាត់មានកម្លាំងទប់ឯងអត់ទេបើចងខ្សែគាត់ជាប់មួយមនុស្សស្រួលហ្មងបងស្រួលបងស្នាទប់បងបើឯងគួយបែរទៅនោះហ្មងគួយបែរបងប្រុសគាត់ឡើងទៅមួយទៀតឯងតែពីក្រោយបងឯងវិញកាន់គាត់ជាប់សិនណាបងឯងបងឯងឡើងទៅលើបងឯងឡើងទៅបងឡើងសិនបងបាយបែរទៅវិញមកបាទកាន់គាត់សិនកាន់គាត់មកហើយទប់គាត់ទប់បងទប់ខ្សែទាញបាទខ្សែប្រឡែងបងណាបើអាចចុះនៅទប់ឲ្យពីណាបងឲ្យពីណាគាត់ទៅទប់ឲ្យពីណាគាត់ទៅនេះខ្សែបងក៏ប្រឡែងអញតម្លាក់ខ្សែមកអស់បានហើយនួយបងបើយកអាខ្សែបងបើលើយកខ្សែបងតិចអត់បើយកខ្សែវិញនួយបងលើយកខ្សែបងអេអាព្រាយជប់បាទយកចោលមកប្រិមិត្តបាទអើយអាណាធំណាស់ប្រិមិត្តអើយគាត់ឆក់ខ្សែភ្លើងបាទបាទឥឡូវសង្គ្រោះគាត់បានហើយនៅយកគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់បន្ថែមទៀតផងដែរបាទលើកចាចាតែលឿនតែបាទដាក់លើដាក់ឆ្លងសំពាត់ហ្មងតែមួយនេះបាទអត់ធ្លាក់មកបណ្ដោយខ្សែលឿនទេខ្សែលឿននោះទេគាត់លឿននេះបងនេះគាត់ឃើញលើនេះគាត់បាក់ខ្សែលឿនឥឡូវមើលកាមេរ៉ាមើលគេហ្នឹងមើលសុំក្រាសាំងនេះមើល
តដាក់ឡាំពេទ្យលឿនដាក់ឡាំពេទ្យលឿនឡាំពេទ្យមានសរ៉ែនលឿនបាទកំភ្លើទាំងទ្រូងបាទហើយព្រៃរហូតគាត់ចាប់បាទក្នុងដល់គាត់បានខ្លាំងយ៉ាងម៉េចទេបាទមិនបាទយើងសង្ឃឹមថាលោកពេទ្យបានជួយបងបាទចោលបាទឥឡូវឃើញថាជួនរកគ្រោះគឺត្រូវបានមន្ទីរពេទ្យមិត្តភាពកម្ពុជាបាទចិនព្រះកុសសមៈពេទ្យលោកសង្ឃព្រះវិទ្យបាទយកទៅហើយបាទយកទៅហើយយកគាត់ទៅដើម្បីធ្វើការសង្គ្រោះ